ចូលមកដល់តាក់ទងទៅនឹងមុខងារសុវត្ថិភាពក៏ដូចជាមុខងារជំនួយដល់ការបើកបរក៏មានច្រើនដែរបងប្អូនគ្នាអញ្ចឹងជាក់ស្ដែងហ្មងក៏មាននិយាយទៅមុខងារដែលចាំបាច់គឺមានសម្រាប់រថយន្តនេះតែម្ដងទីមួយគឺតាក់ទងទៅនឹងកាមេរ៉ាប្រភេទ540 degree មើលធ្លុះដល់បាតឡានមានរេបត់តាមចង្កូតអីបានទៀតផងដែរមុំនៃការបត់អញ្ចឹងងាយស្រួលសម្រាប់ការប្រើប្រាស់ក៏ដូចជាបាទ sensor ក៏មានផងដែរសម្រាប់បងប្អូនគ្នាក្នុងការចេញចូលចំណតដែលមានសុវត្ថិភាពខ្ពស់ហើយជាក់ស្ដែងហ្មងណាមុខងារ Adaptive Cruise Control មុខងារកំណត់ល្បឿនបើកបរតាមរថយន្តនៅផ្នែកខាងមុខថែមថយល្បឿនទៅតាមល្បឿនដែលយើងបានកំណត់ហើយទៅតាមរថយន្តដែលនៅខាងមុខរបស់យើងហើយក៏ដូចជាមុខងារចាកកន្លងបាទ Frank Auto មានទាំងអស់តែម្ដងមុខងារ Blind Spot មុខងារ Rear Cross Traffic Alert ពងសុវត្ថិភាពមកជុំរថយន្តប្រព័ន្ធ Frank សំខាន់ដែលមានដូចជា TSC ABS EBD សម្រាប់ការដឹកធ្ងន់ប្រព័ន្ធជំនួយ Frank BA ហើយប្រព័ន្ធនៅពេលដែលយើងបត់កាច់កោងខ្លាំងអីហ្នឹងគឺក៏មានផងដែរជាមួយនឹង Anti Rolling Program ប្រព័ន្ធជំនួយដល់ពេលឡើងចំណោតនិងចុះចំណោតប្រព័ន្ធចាប់ Frank បន្ទាន់ដែលស្វ័យប្រវត្តិប្រព័ន្ធកំណត់ល្បឿនបើកបរតាមរថយន្តនៅផ្នែកខាងមុខ Adaptive Cruise Control ប្រព័ន្ធរក្សារថយន្តឲ្យស្ថិតនៅកន្លងដែលត្រឹមត្រូវប្រព័ន្ធផ្ដល់ដំណឹងនៅពេលដែលយើងចាក់ពីកន្លងប្រព័ន្ធផ្លាស់ប្ដូរកន្លងដោយមានសុវត្ថិភាពប្រព័ន្ធផ្ដល់សញ្ញាអាសន្ននៅពេលដែលយើងចេញពីចំណតប្រព័ន្ធចាប់ស្លាកសញ្ញាចរាចរណ៍ប្រព័ន្ធផ្ដល់សញ្ញានៅផ្នែកចំហៀង Blind Spot Detection រួមជាមួយនឹងប្រព័ន្ធជំនួយនៅពេលដែលយើងបើកបរផ្លូវ Highway ផងដែរដែលយើងហៅថា Highway Assist និយាយជារួមមកណាគឺមានមួយចប់សម្រាប់បងប្អូនគ្នាយកទៅប្រើប្រាស់ដោយមានទំនុកចិត្តនិងសុវត្ថិភាពខ្ពស់អញ្ចឹងឲ្យតាក់ទងទៅនឹងចំណាប់អារម្មណ៍របស់ខ្ញុំនៅពេលដែលបានកាន់ Ayo Code ទៅសារទៅលើគុណភាពរបស់ Geely Monjaro ស៊េរីថ្មីចុងក្រោយនេះផលិតតាមស្តង់ដារអឺរ៉ុបហ្មងជាពិសេសសម្រាប់រថយន្តនេះគឺ soundproof អីបានល្អប្រព័ន្ធឈឹងក្រោមដំណើរការបានល្អផ្នែកខាងមុខគេប្រើប្រភេទ Mapperson ផ្នែកខាងក្រោយគេប្រើប្រភេទ Multilink សន្ទុះល្បឿនជាន់បានហ្មងដោយសារ Drive Mode មានច្រើនបំពេញលើការប្រើប្រាស់បានគ្រប់តម្រូវការតែម្ដងបងប្អូនគ្នាហើយជាពិសេសតាក់ទងទៅនឹងថាមពលកម្លាំងម៉ាស៊ីនគឺ 2.0 អាចផលិតថាមពលកម្លាំងបាន238 HP កម្លាំងរមុលគឺ350 Nm ប្រអប់លេខគៀម8វគ្គស្វ័យប្រវត្តិប្រើបានមកឆ្ងាញ់ហ្មងបងប្អូនហើយនៅពេលដែលយើងសញ្ញោបត់ឆ្វេងឬស្ដាំគឺមានបង្ហាញជាមួយនឹងកាមេរ៉ាប្រភេទ540 degree នៅលើអេក្រង់ 12.3 អ៊ីញឲ្យបងប្អូនទាំងនេះបានមើលហើយសំខាន់ហ្នឹងគឺមាន head up display ឲ្យយើងបានមើលទៀតណាអញ្ចឹងយើងងាយស្រួលក្នុងការប្រើប្រាស់មែនតើសម្រាប់រថយន្តមួយនេះមួយទៀតបងប្អូនទាំងនេះនៅពេលដែលយើងប្រើណាវាមាន live feed នៅលើអេក្រង់ counter ដ៏ត្រជាក់ភ្នែកមួយនេះទំហំ 12.3 អ៊ីញដូចគ្នាសំខាន់ហ្នឹងគឺ live feed របស់គេគឺមកត្រូវតែម្ដងមានរូងឡានមានកលនូមានអីឲ្យយើងបើកបរដោយមានសុវត្ថិភាពតែម្ដងមកធ្វើការបើកបរសាកល្បងធានាថាដកចិត្តឲ្យរួចសម្រាប់រថយន្តលក្ខណៈគ្រួសារបណ្ឌិត Geely Monjaro ស៊េរីថ្មីចុងក្រោយមួយនេះយ៉ាងណាដែរបងប្អូនទាំងគ្នាតែនេះគឺជាគុណតម្លៃរបស់រថយន្តដែលផលិតតាមស្តង់ដាររបស់អឺរ៉ុបរថយន្ត Geely Monjaro ស៊េរីថ្មីចុងក្រោយដែលត្រូវបាននាំចូលនិងចែកចាយផ្នែកមុខដោយ Geely Cambodia ហើយរាល់ការទិញរថយន្តពី Geely Cambodia បងប្អូនទាំងនេះនឹងទទួលបាននូវការធានារយៈពេល5ឆ្នាំឬ 150,000 គីឡូម៉ែត្រផងដែរកន្លែងនេះគឺជាទំនុកចិត្តលើការប្រើប្រាស់ដោយមានសេចក្តីសុខផ្លូវចិត្តសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងនេះអាចតាក់ទងបានទៅកាន់ Geely Cambodia ឬតាមរយៈលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅក្នុងវីដេអូនេះផងដែរអរគុណបងប្អូនទាំងនេះសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់កុំភ្លេចមកធ្វើការកាន់ដៃចង្កូតបើកបរសាកល្បងដើម្បីទទួលបាននូវបទពិសោធន៍ពិតពីរថយន្តដែលផលិតតាមស្តង់ដាររបស់អឺរ៉ុប Geely Monjaro ស៊េរីថ្មីចុងក្រោយ